ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមកកាន់និយ័តករគណនេយ្យនិងសវនកម្មមានដូចខាងក្រោមសម្រាប់សហគ្រាសនិងអង្គភាពដែលមិនរងសវនកម្មឯករាជ្យត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមិនឲ្យហួសថ្ងៃទី20ខែមេសាសហគ្រាសនិងអង្គភាពដែលត្រូវបានអនុញ្ញាតឲ្យបិទបញ្ជីគណនេយ្យខុសពីថ្ងៃទី31ខែធ្នូត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមកកាន់និយ័តករគណនេយ្យនិងសវនកម្មមិនឲ្យហួសរយៈពេល3ខែបូក20ថ្ងៃគិតចាប់ពីការបរិច្ឆេទបិទបញ្ជីគណនេយ្យចំពោះសហគ្រាសនិងអង្គភាពដែលរងសវនកម្មឯករាជ្យត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរងសវនកម្មមិនឲ្យហួសថ្ងៃទី20ខែកក្កដាសហគ្រាសនិងអង្គភាពដែលត្រូវអនុញ្ញាតឲ្យបិទបញ្ជីគណនេយ្យខុសពីថ្ងៃទី31ខែធ្នូត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមិនឲ្យហួសរយៈពេល6ខែបូក20ថ្ងៃគិតចាប់ពីការបរិច្ឆេទបិទបញ្ជីគណនេយ្យព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ